វីដេអូនេះនិយាយអំពីសត្វត្រីហៈនៅក្នុងសត្វទាំង12ត្រីហៈធាតុភ្លើងក្រុមសត្វត្រីហៈជាក្រុមសត្វមួយដែលស្រឡាញ់គ្នានៅជាមួយគ្នាល្អហើយសត្វទាំង3នេះសហការគ្នានឹងសង្គ្រោះគ្នាបានក្រុមសត្វត្រីហៈធាតុភ្លើងនឹងមានសត្វ3សត្វធ្វើដំណើរមួយគឺខាលសត្វស្នេហ៍មួយមមីនិងសត្វដីឃ្លាំងមួយចតាមឧទាហរណ៍ទី1ជីវិតគូបរោះនិងស្ត្រីដែលយើងថ្លឹងធាតុហើយមានធាតុត្រូវការជាធាតុភ្លើងអញ្ចឹងបើសិនជាបរោះកើតនៅឆ្នាំខាលស្ត្រីឆ្នាំចហើយបានកូនមកមមីល្អឬក៏បរោះកើតនៅឆ្នាំចស្ត្រីកើតនៅខាលហើយបានកូនមមីមកក៏ល្អដែរអញ្ចឹងសត្វទាំង3ហ្នឹងគឺខ្លាចជាត្រីហៈធាតុភ្លើងហើយប្តីប្រពន្ធហ្នឹងត្រូវការធាតុភ្លើងអញ្ចឹងគឺធ្វើឲ្យជីវិតនៅក្នុងគ្រួសារហ្នឹងល្អហើយឧទាហរណ៍ទី2ហ្នឹងគឺយើងមើលនៅក្នុងតារាងឫស្សីបរោះក៏ដោយស្ត្រីក៏ដោយបើមានខាលមមីចហើយថ្លឹងធាតុយកថ្ងៃខែឆ្នាំកំណើតម៉ោងកើតទៅថ្លឹងទៅឃើញថាយើងត្រូវការធាតុភ្លើងអញ្ចឹងមានន័យថាម្ចាស់តារាងឫស្សីហ្នឹងគឺមានជីវិតល្អប្រសើរអញ្ចឹងវីដេអូនេះសូមបញ្ចប់នៅប៉ុណ្ណេះហើយយើងបន្តនៅត្រីហៈធាតុមាសនិងត្រីហៈធាតុទឹកបន្តទៀតនៅវីដេអូតាមក្រោយបាទសូមអរគុណបាទ